សួស្តីអ្នកទាំងអស់គ្នាវិលមកជួបខ្ញុំបានពី Channel Video Channel ហ្នឹងហើយអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំចង់បង្ហាញប្រាប់ពីកលឹះខ្លីមួយដើម្បីចែកជូនដល់អ្នកទាំងអស់គ្នាតែមុននឹងចែកជូនកុំភ្លេចជួយ Subscribe ជួយសញ្ញាកណ្ដឹងដើម្បីចម្លាញ់ចិត្តរបស់ខ្ញុំបើសិនជាពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយចុច Like ម្នាក់មួយផងថ្ងៃនេះគឺខ្ញុំចង់ប្រាប់ពីរបៀបរកមើលកន្លែង repost នៅក្នុង TikTok របស់យើងអ្នកខ្លះក៏គាត់ដឹងហើយអ្នកខ្លះក៏គាត់មិនទាន់ដឹងដែរអ្នកទាំងអស់គ្នានៅពេលដែលយើង repost នៅក្នុង TikTok របស់យើងគឺវាចូលទៅក្នុងprofile របស់យើងតែម្ដងហ្នឹងហើយអ្នកទាំងអស់គ្នាហើយសូមទោសដល់អ្នកទាំងអស់គ្នាផងដោយសារតែខ្ញុំរវល់មករយៈនេះគឺអត់បានចេញវីដេអូប្រហែលជាមួយខែហើយអញ្ចឹងក៏សូមទោសដល់អ្នកទាំងអស់គ្នាដែរអញ្ចឹងយើងកុំឲ្យខាតពេកយើងចូលទៅកាន់ TikTok ដើម្បីរកកន្លែងណាដែលជា repost របស់យើងនៅក្នុងវីដេអូហ្នឹងហើយអ្នកទាំងអស់គ្នាហ្នឹងហើយអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចូលមកកន្លែងហ្នឹងហើយអ្នកទាំងអស់គ្នាគ្រាន់តែចូលមកកាន់កន្លែង profile របស់យើងមកខាងក្រោមនេះមកអ្នកទាំងអស់គ្នាអូខេមកចូលមកខាង profile របស់យើងហើយបន្តមកទៀតអានេះគឺជាកន្លែងដែលយើងព្រៀងនឹងទុកផុសហើយបន្តមកទៀតអានេះគឺជាការ repost របស់យើងឬក៏ការផុសម្ដងទៀតនៅក្នុងវីដេអូរបស់គេដែលយើង repost ចឹងណាអ្នកទាំងអស់គ្នានេះអានេះគឺជា repost របស់ខ្ញុំទាំងអស់តែម្ដងគឺនៅពេលដែលយើង repost មកវីដេអូគឺវាចូលទៅក្នុងហ្នឹងមួយវីដេអូតែម្ដងគឺវានៅក្នុងហ្នឹងតែម្ដងហើយយើងសនុកមើលហើយសនុកចាំទៀតហ្នឹងហើយអ្នកទាំងអស់គ្នាហើយអានេះគឺជាការ save របស់យើងអ្នកទាំងអស់គ្នាអាចមើលបានអានេះការចុច like ឬក៏ការចុចអីចឹងណាអ្នកទាំងអស់គ្នានៅពេលដែលយើងចុច like ទៅលើវីដេអូអ្នកណាម្នាក់គឺវាចូលទៅក្នុងហ្នឹងដែរហើយអ្វីដែលសំខាន់គឺខ្ញុំចង់ប្រាប់ពីកន្លែង repost របស់យើងតែម្ដងនៅពេលដែលយើងចុច repost ភ្លាមគឺវាចូលមកកាន់កន្លែងហ្នឹងតែម្ដងហ្នឹងហើយអ្នកទាំងអស់គ្នាអញ្ចឹងការចែករំលែកខ្លីអត់មានច្រើនទេអ្នកទាំងអស់គ្នាសង្ឃឹមថាអ្នកទាំងអស់គ្នាយល់ជួបគ្នានៅវីដេអូក្រោយអូខេបាយបាយ